សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមករៀនអ្នកនរគ្នាពីការបង្កើតក្រុម user ក៏ដូចជា file server ចឹងជំហានដំបូងខ្ញុំនឹងបង្រៀនអ្នកនរគ្នាពីការបង្កើតក្រុមជាមុនសិនចឹងអ្នកនរគ្នាចាំបាច់ទៅរក file directory អីថ្ងៃទេចឹងយើងមកកើតជា console មួយមកដើម្បីងាយស្រួលដល់អ្នកនរគ្នាក្នុងការចូលទៅប្រើប្រាស់វាអូខេកន្លែងនេះអ្នកនរគ្នាអាចវាយចូលទៅថា MMC ចឹង MMC មានន័យថា Microsoft Management Console ចឹងអ្នកគ្នាអាច run វាបានមកយើងធ្វើការ add file ដែលយើងតែងតែប្រើប្រាស់វាជាប្រចាំជា nick ចឹងយើង add file Active Directory User and Computer ចឹងនៅក្នុងនោះដែរវាមាន file ផ្សេងៗទៀតជាច្រើនដើម្បីឲ្យអ្នកនរគ្នាអាច add ទៅតាមតម្រូវការរបស់អ្នកនរគ្នាប៉ុន្តែសម្រាប់ខ្ញុំ add តែ Active Directory មួយទេដោយសារតែខ្ញុំប្រើប្រាស់វាជាប្រចាំចឹងបន្ទាប់ពីយើង add ហើយយើងអាចធ្វើការ save វាទុកនៅលើ desktop បានចឹងនៅក្នុង AD នេះដែរគឺបានបន្ទុក server local របស់យើងដែលយើងបាន set up ពីវីដេអូមុនមកចឹងអ្នកអាច right click ទៅលើ user អ្នកអាចបង្កើតជាក្រុមមួយដែលដាក់ឈ្មោះថា IT admin សម្រាប់កន្លែងក្រុមនេះអ្នកអាចបង្កើតក្រុមដាក់ឈ្មោះអីក៏បានដែរតែសម្រាប់ខ្ញុំដាក់ IT admin ហើយកន្លែង default នេះអ្នកមិនខ្វល់ទេអ្នកអាចចុច OK តទៀតបានចឹងឥឡូវយើងបានក្រុម user IT admin របស់យើងហើយយើងធ្វើការ move វាចូលទៅកាន់IT របស់យើងហើយអ្នកនរគ្នាចុច click លើវាទៅហើយយកវាមកដាក់នៅកន្លែង file user ចឹងអ្នកចុច OK បានចឹងមកដល់កន្លែងនេះដែរអ្នកនរគ្នាអាចបើកចូល file IT ចឹងវាយើងទៅរកនៅ file user របស់យើងចឹងនៅក្នុង file user របស់យើងនេះគឺមានផ្ទុកគ្រប់នៅក្នុងនឹងហើយគ្រប់ IT adminចឹងអ្នកគេអាចបង្កើតក្រុមអីផ្សេងឬក៏ user ផ្សេងអីនៅក្នុងនឹងបានដែលអ្នកគេចុច right click ពីលើវាទៅអ្នកគេចុចពាក្យ new ចឹងឥឡូវខ្ញុំបង្កើត user មួយចឹងឥឡូវយើងធ្វើការដាក់ឈ្មោះ user របស់យើងអ្នកគេអាចដាក់តាមនឹងមកមាន full name last name ចឹងកន្លែង user log on name នេះអ្នកគេអាចដាក់ឈ្មោះគាត់មួយដើម្បីពេលគាត់ log in យើងអាចឲ្យគាត់ដាក់ user name របស់គាត់នៅក្នុងនឹងបានណាតពីអ្នកនរគ្នាដាក់ name ឲ្យគាត់ហើយអ្នកគ្នាអាចចុចពាក្យថា next តមកយើងធ្វើការ set password ឲ្យគាត់ចឹងកន្លែង password នេះដែរបើសិនជាអ្នកនរគ្នាយក tick ខាងលើមានន័យថាគាត់អាច change រាល់ password នៅពេលដែលគាត់ log in ចឹងយើងមិន tick ឲ្យលើទេនឹង tick ខាងក្រោមមកដែលគាត់អត់មានសិតចូលទៅ change password ណាកុំឲ្យញ៉ៃច្រើនគាត់ញ៉ៃត្រូវការ change password អីរហូតណាចឹងតមកអ្នកគ្នាចុច finish ចឹងយើងមក user របស់យើងមួយដែលមានឈ្មោះថាសេរីវឌ្ឍនាចឹងតមកអ្នកគ្នាអាចធ្វើការបង្កើតក្រុមមួយចឹងយើងដាក់ឈ្មោះថា IT support យើងធ្វើដូចមុននឹងដែរណាអ្នកគ្នាយើង flow វាទៅដែរទេយើងអាច follow ទៅតាម flow ចាស់យើងបានចឹងអ្នកគ្នាចុច OK បានបន្ទាប់ពីអ្នកគ្នាបង្កើតក្រុម IT support ហើយនៅក្នុងហ្នឹងយើងអាច add member អីផ្សេងក្នុងហ្នឹងបានចឹងបន្ទាប់មកអ្នកនរគ្នាក៏អាចធ្វើការ add user របស់យើងចូលទៅកាន់ក្រុមដែលយើងបានបង្កើតមុនហ្នឹងចឹងខ្ញុំ add user name សេរីវឌ្ឍនានេះចូលទៅកាន់ក្រុម IT admin ចឹងកន្លែងនេះអ្នកគ្នារំវាយ IT admin មកអ្នកគ្នាអាចចុចពាក្យថាប៊ូតុង check name ចឹងពេលវា load អញដល់ឡើងខាងក្រោមមានន័យថាវា ស្គាល់ក្រុមដែលយើងបានបង្កើតនឹងហើយចឹងអ្នកអាច add ចូលទៅក្នុងក្រុមមួយនឹងបានចឹងយើង check នៅក្នុងក្រុមនោះមានឃើញមាន member របស់យើងឈ្មោះសេរីវឌ្ឍនាបន្ទាប់ពីយើងបាន user IT admin ហើយអ្នកអាចចូលទៅបង្កើត user ថ្មីមួយទៀតយើងធ្វើដូចវាដដែលមុនហ្នឹងណាគ្នាយើងដាក់ឈ្មោះគាត់មកមាន first name last name ជាមួយនឹងឈ្មោះ user login ចឹងពេលដែលអ្នកគ្នាបង្កើតហើយអ្នកអាចចុចពីថា next បានចឹងយើងទទួលបាន user ថ្មីមួយទៀតដែលមានឈ្មោះនៅលើ screen ដែលខ្ញុំបានបង្ហាញអ្នកគ្នាចឹងសម្រាប់គាត់ដែរយើងអាចឲ្យគាត់ add ចូលទៅក្នុង IT support ហើយយើងអាច set password អីធម្មតាមកdonc អ្នកគ្នាអាចចូលទៅកាន់ file folder របស់យើងហើយអ្នកគ្នាចូលទៅកាន់ពាក្យថា this PC ចឹងកន្លែងហ្នឹងដែរអ្នកគ្នាអាច right click ទៅលើវាខ្ញុំកើត new folder មួយដែលដាក់ឈ្មោះថា data អ្នកគ្នាបង្កើត folder មួយទៀតដែលយើងដាក់ឈ្មោះថា IT ជាមួយនឹង finance ចឹងកន្លែងហ្នឹងដែរយើងអាចឲ្យ IT មកចូលមក finance ឬក៏ finance ទៅចូលមក IT បាននេះចឹងយើងត្រូវតែមាន permission មួយដើម្បីឲ្យ
user គាត់អាចចូលទៅមើល file ឬក៏ folder របស់ finance ឬក៏ IT មួយតាម permission របស់គាត់ចឹង folder data របស់យើងមានទុក file 2 file IT និង file finance ចឹងបន្ទាប់ពីអ្នកគ្នាបាន file ពីនឹងហើយយើងអាចចូលទៅកាន់ my MMC ម្ដងទៀតអ្នកគ្នាចុចទៅលើពាក្យថា file យើងអាចបន្ថែមនៅ file ដែលយើងត្រូវការថាឥឡូវខ្ញុំ add share folder ចឹង share folder នេះខ្ញុំ add កន្លែងហ្នឹងគឺដើម្បីឲ្យ folder វាអាច share គ្នាបានណាសម្រាប់ user ដែលមាន access អាចចូលទៅមើលនៅក្នុង file folder ផ្សេងៗទៀតបានពេល add រួចហើយអ្នកគ្នាចូលទៅកាន់ file share folder របស់យើងចឹងអ្នកគ្នាអាចត្រាប់ដល់វាមកយើងមានកន្លែង share នឹងមួយចឹងយើងឃើញថាយើងអត់ទាន់មាន share folder របស់យើងដែលដាក់ឈ្មោះថា IT ទេចឹងអ្នកអាចធ្វើការ add folder IT របស់យើងនៅក្នុង share folder នឹងបានចឹងអ្នកគេចូលពាក្យថា data អ្នកគេអាច select វាមកហើយកន្លែងនឹងដែរយើងអាចដាក់ browse ណាគឺទៅតាមអ្នកគ្នាចឹងយើងចុច next តមកទៀតកន្លែងនេះគឺ description នេះទេយើងមិនខ្វល់ទេអ្នកអាចចុច next ទៀតបានចឹងកន្លែងនេះដែរគឺតម្រូវឲ្យអ្នកគ្នាធ្វើការ set share permission ទៅកាន់ user របស់យើងចំណុចអ្នកគ្នាយកខាងលើនេះគឺបានតែធំ read only ទេចឹងយើងអាចធ្វើការ customize permission យើងមកចឹងកន្លែង everyone នេះអ្នកគ្នាធ្វើការ remove ចោលយើង everyone មានថាអ្នកណាក៏អាចមាន permission ចូលទៅមើល file ដែរចឹងអាចចុចពាក្យថា add ចឹងសម្រាប់ file permission អីចឹងយើងដាក់មកតាមនឹងមកចឹង IT admin មានសិទ្ធិ full ទៅលើការ access ចូល file នីមួយៗចឹងនេះ add បន្តទៀតយើងដាក់ថា IT support ចឹង IT support គឺគាត់បានតែធំ read only ទេគាត់មានសិទ្ធិទៅចូលប្រើប្រាស់ file ឬក៏ check file អីបាននេះគាត់បានតែធំមើលគាត់អត់មានសិទ្ធិកែឬក៏អីទេចឹងយើងអាច finish បានកន្លែងនេះដែរបើសិនជាអ្នកគ្នាចុចtext វានឹងឲ្យអ្នកគ្នា reset កុំព្យូទ័រយើងអូខេបន្តមកអ្នកគ្នាចូលទៅកាន់client server របស់យើងដែលយើង login ចូលទៅកាន់ user ដែលយើងបានបង្កើតមុនហ្នឹងចឹងអ្នកគ្នាចូលទៅកាន់ folder អ្នកគ្នាចុចទៅលើ this PC អ្នកគ្នាដាក់ IP address របស់ server ទី1 domain server របស់យើង192.168.100.10អ្នកគ្នាធ្វើការ access ចូលទៅកាន់ file IT បានចឹងក្នុងនេះដែរគឺ user គាត់មានសិទ្ធិគ្រប់បែបយ៉ាងដែលគាត់អាចប្រើប្រាស់ឬក៏គាត់បង្កើតអីថ្មីចូលទៅ edit ឬក៏កែអីនៅក្នុង file របស់យើងបានទាំងអស់ដោយសារតែ user របស់គាត់គឺគាត់មានសិទ្ធិ full access តែម្ដងចឹងនេះដែរយើងនឹងបង្កើត document មួយដែលយើងដាក់ឈ្មោះថា salary ចឹងហើយ document នេះអ្នកគ្នាអាចសរសេរបានដាក់ថា salary គាត់ប៉ុណ្ណាគឺវានឹង auto save ទៅក្នុងនោះតែម្ដងតមកទៀតបើអ្នកគ្នាចង់ឃើញ document អីទាំងអស់ឬក៏ file ទាំងអស់អ្នកគ្នាមិនចាំបាច់ចូលទៅកាន់ folder នីមួយៗនៅតែយូរទេអ្នកគ្នាអាច map drive មួយមកដាក់វាជា drive search ដើម្បីចូលទៅ check មើល folder ក៏ដូចជា document ផ្សេងៗចឹងយើងធ្វើការ sign out ចេញមកយើងចូលទៅកាន់ user មួយទៀតដែលយើងបានបង្កើតចាំពេល login ចូល user មួយទៀតដែលយើងបានបង្កើតហើយអ្នកគ្នាអាចទៅ login ហើយអ្នកគ្នាចូលទៅកាន់ folder យើងអាចចូលទៅ access ទៅក្នុងdrive មួយទៀតដែលយើងបានកំណត់វាហើយណាចាំមានថា user នេះគាត់មានសិទ្ធិបានទៅធំ read only ទេចឹងគាត់មានសិទ្ធិទៅបង្កើតឬក៏ប្រើប្រាស់អីនៅក្នុងនោះបានទេចឹងគាត់អាចគ្រាន់តែមើលឃើញឬក៏គាត់អាចសរសេរអីនៅលើ note document ហ្នឹងបានប៉ុន្តែគាត់មានសិទ្ធិទៅប្រើប្រាស់ឬក៏ការតម្រូវអីបន្ថែមទៀតបាននេះចឹងក្នុងនោះបើសិនជាគាត់ចង់ add new folder ក៏គាត់អត់មាន permission ដើម្បី add new folder បានដែរដោយសារតែ user របស់គាត់គឺយើង share permission បានទៅធំ read only ទេអ្នកគេចូលទៅរកserver manager របស់យើងចឹងអ្នកគេអាចចាំវាបន្តិចសិនឲ្យវាដើរសិនហើយអ្នកគេចូលទៅកាន់ពាក្យថា all server ចឹងអ្នកគេ click ទៅលើ all server ហើយអ្នកគេចូលទៅកាន់ file and storage service ចឹងនៅក្នុង file and storage នេះយើងមាន server ជាច្រើនចឹងអ្នកគេចូលកន្លែង server share ហើយ right click ទៅលើ IT ដែលយើងបង្កើត new share មួយនេះអ្នកគ្នាអាច select ខាងលើនេះគឺយើងយក SMB share quick ចឹងយើងចុច next ថ
tab របស់យើង tab pad ចង់យើងចុចទៅលើ tab pad ហ្នឹងយើងចុច browse មកអ្នកគ្នាទៅរក file data របស់យើងដែលយើងបានបង្កើតហើយហ្នឹងឈ្មោះថា data ចឹងអ្នកគ្នាកន្លែងនេះដែរអ្នកគ្នាអាចចឹងអ្នកគ្នាអាច click ទៅលើ file data ហ្នឹងមកយើងអាច select យក finance ចឹងបន្ទាប់ពី select folder ហ្នឹងហើយយើងអាចចុច next បានចាំវានឹង share name finance នេះចឹងយើង next ទៅទៀតចំណុចកន្លែងហ្នឹងដែរបើសិនជាអ្នកគ្នា take ទៅលើ enable access based enumeration មានន័យថាបើសិនជា user គាត់មាន permission គាត់អាចចូលទៅមើល file ឬក៏គាត់អត់អាចចូលទៅប្រើប្រាស់ file ហ្នឹងបានទេអញ្ចឹងបើសិនជាអ្នកគ្នាដក take កន្លែងហ្នឹងមានន័យថា user ទោះគាត់អត់មាន permission គាត់នៅតែអាចចូលប្រើ file ហ្នឹងឬក៏មើល file ហ្នឹងបានដែរអញ្ចឹងកន្លែងហ្នឹងយើង take មកហើយយើងចុចបន្តទៀតអញ្ចឹងកន្លែងនេះដែរយើងធ្វើការ customize permission យើងចុចចូលកន្លែងហ្នឹងមកអញ្ចឹងវានឹងបង្ហាញ user ណាដែលយើងអាច access ចូលបានហើយ user ណាដែលអត់អាច access ចូលបានអញ្ចឹងណាចឹងអ្នកគ្នាចុច OK ហើយអ្នកគ្នាអាចចុច next បានបន្តមកចុច create ពេលចុចខ្លះហើយយើងនឹងទទួលបាន shareholder 2គឺ IT និង finance ចឹងបន្ទាប់មកយើងទៅកាន់ user ដែលគាត់មាន permission ត្រឹមតែ read only ឯងចឹងដើម្បី testing មកថាគាត់អាច add new folder ឬក៏គាត់អាចទៅ access file ហ្នឹងចូលមើលបានដែរអត់ចឹងអ្នកគ្នាចូលមកកាន់ folder ដែល IP address មកហើយតើមកអ្នកគ្នាឃើញថាក្នុង folder ហ្នឹងគឺអត់មាន file finance ទេចឹងមានន័យថាគាត់មាន permission ដើម្បីអាចមើល file ហ្នឹងបានទេហើយគាត់អាច add new folder នៅក្នុងនោះបានដូចគ្នាដែរចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយ